សាច់រឿងគឺគេបានផ្ដាំឡើងឲ្យយើងឃើញនៅនារីម្នាក់ដែលគាត់នឹងកំពុងតែនិយាយរៀបរាប់អំពីជីវិតខ្លួនឯងថាគាត់មានឈ្មោះថាលីផៃអ៊ីហើយគាត់គឺជាព្រះនាងនៃហ្វូឆាងកាលពីក្មេងគាត់រស់នៅជាមួយគ្រួសារយ៉ាងមានក្តីសុខប៉ុន្តែអ្នកណាតែដឹងទៅនោះថាក្នុងថ្ងៃពិធីបុណ្យគោមនៅពេលដែលគាត់មានអាយុ9ឆ្នាំគ្រួសាររបស់គាត់គឺត្រូវបានសម្លាប់ទាំងអស់ហើយពេជ្រចាំអារាមបាននិយាយថាព្រះអង្គម្ចាស់ទួនដែលជាបិតារបស់គាត់គឺជាអ្នកសម្លាប់គ្រួសាររបស់ខ្លួនឯងទាំងមូលបន្តមកទៀតគាត់ក៏បានធ្វើអធិឃាតខ្លួនឯងទៅតាមក្រោយមានតែគាត់តែម្នាក់ប៉ុណ្ណោះដែលបានរួចរស់ជីវិតហើយអ្នកខ្លះក៏អាណិតគាត់ព្រោះគាត់ជាក្មេងកំព្រាប៉ុន្តែអ្នកខ្លះក៏និយាយថាគាត់គឺជាមនុស្សចង្រៃតែពួកគេទាំងអស់នោះមិនបានដឹងឡើយថាឪពុករបស់គាត់គឺជាមនុស្សស្មោះត្រង់ខ្លាំងប៉ុណ្ណាគាត់មិនដែលធ្វើរឿងអាក្រក់សូម្បីតែម្ដងប៉ុន្តែគ្រប់គ្នាបែរជាចោទប្រកាន់គាត់ថាគាត់គឺជាមនុស្សអាក្រក់ទៅវិញដោយសារតែក្តីអាណិតខ្ញុំព្រះអង្គបាននាំខ្ញុំចូលទៅក្នុងព្រះជាវាំងហើយដំឡើងឋានៈឲ្យខ្ញុំប៉ុន្តែខ្ញុំចង់ប្រាប់ថាទោះបីជានៅក្នុងវាំងនេះធំប៉ុណ្ណាក៏វាមិនមានក្តីសុខដូចជានៅផ្ទះរបស់ខ្ញុំឡើយហើយខ្ញុំក៏សម្រេចចិត្តចូលទៅរៀននៅក្នុងសាលាបំបែកក្តីដើម្បីរកយុត្តិធម៌ជូនទៅកាន់មនុស្សដែលរងអយុត្តិធម៌នៅក្រៅមេឃហើយយើងក៏រងចាំពេលវេលាណាមួយដែលយើងអាចរកយុត្តិធម៌ជូនទៅកាន់បិតារបស់យើងសងភាពស្អាតស្អំទៅកាន់ទ្រង់វិញ